ជំរាបសួរពុកម៉ែបងប្អូនអានេះគឺជាប្រភេទម៉ាស៊ីនផលិតទឹកពិសាបរិសុទ្ធខ្នាត100លីត្រក្នុង1ម៉ោងដែលស័ក្តិសមទៅនឹងចាអាជីវកម្មខ្នាតតូចក៏ដូចជាសាលារៀនមន្ទីរពេទ្យឬក៏ស្ថាប័នឬក៏ក្រុមហ៊ុនដែលមានបុគ្គលិកលើសពី100ទៅ200នាក់តាក់ទងលើតម្លៃ1000ស្ដើងនេះពុកម៉ែបងប្អូនចឹងមកដឹងថាតើប្រភេទម៉ាស៊ីនផលិតទឹកពិសាបរិសុទ្ធខ្នាត100លីត្រក្នុង1ម៉ោងនេះមានអត្ថប្រយោជន៍បែបណាខ្លះគឺពុកម៉ែបងប្អូនអាចមកមើលអត់ជាមួយពួកយើងបានអញ្ចឹងអានេះគឺជាប្រភេទម៉ាស៊ីនពិសាបរិសុទ្ធខ្នាត100លីត្រក្នុង1ម៉ោងដែលបងអាចតdirectជាមួយនឹងទឹករត់ក៏បានជាមួយនឹងប្រភពទឹកអណ្ដូងក៏បានគុណភាពទឹកដែលចេញមកគឺពុកម៉ែបងប្អូនអាចញ៉ាំទទួលទានបានតែម្ដងហើយសម្រាប់ឈុតនេះគឺដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងអានេះគឺយើងចាប់តឡើងរួចរាល់ជាលក្ខណៈ skit ជាលក្ខណៈ option តែម្ដងយើងមានទាំងប្រព័ន្ធបន្សុទ្ធយើងមានទាំងធុងស្តុកទឹកភ្ជាប់ទៅជាមួយសម្រាប់ឈុតនេះពុកម៉ែបងប្អូនដែលមានបុគ្គលិកច្រើនក៏ដូចជាពុកម៉ែបងប្អូនដែលចង់បង្កើតជាអាជីវកម្មតូចមួយលក្ខណៈគ្រួសារខ្ញុំ highly recommend មែនទែនសម្រាប់ប្រភេទឈុតនេះចាពីព្រោះឈុតនេះក្នុង1ម៉ោងក៏អាចផលិតទឹកបានច្រើនដែរណាពុកម៉ែបងប្អូនហើយលក្ខណៈសំខាន់របស់គេគឺគុណភាពទឹកដែលចេញមកគឺឆ្លើយតបទៅតាមគុណភាពទឹកញ៉ាំតែម្ដងចាហើយពុកម៉ែបងប្អូនអាចឆែកចូលមកមើលខាងក្រោយបានសម្រាប់ប្រភេទ RO នេះគឺមានចា5ដំណាក់កាលច្រោះពុកម៉ែបងប្អូននេះខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនពីដំណាក់កាលក៏ដូចជាដំណើរការច្រោះនីមួយចាដូចជំរាបជូនពុកម៉ែបងប្អូននៅខាងដើមវីដេអូអញ្ចឹងអានេះគឺជាលក្ខណៈប្រភេទម៉ាស៊ីនដែលយើងកនិចរួចរាល់ហើយតែម្ដងចាគឺលក្ខណៈនៃការច្រោះបើសិនជាក្នុងករណីពុកម៉ែបងប្អូនមានប្រភពទឹកដើមជាប្រភេទទឹកអណ្ដូងចាឬក៏ទឹករត់អញ្ចឹងគឺដើម្បីឲ្យដំណើរការ smoothly តែម្ដងគឺពុកម៉ែបងប្អូនអាចមានជាប្រភេទធុងស្តុកទឹកដើមមួយសិនចេញពីធុងស្តុកទឹកដើមគឺនេះពុកម៉ែបងប្អូនចាដំណាក់កាលដំបូងចានៅក្នុងឈុតនេះគឺយើងមានលក្ខណៈជា option តែម្ដងយើងមានទាំង motor ជំរុញទឹកចាអានេះគឺជា brand របស់ Walrus ចាផលិតផលរបស់ប្រទេសតៃវ៉ាន់តែម្ដងពុកម៉ែបងប្អូនស្ងាត់ល្អដែលកម្លាំង motor នេះកម្លាំងរហូតដល់កន្លះសេះពុកម៉ែបងប្អូនចាមុនដំបូងគឺយើងចូលដំណាក់កាលទី1ប្រភេទធុងស្មាច់ដែលមានទំហំចាមុខកាត់20កម្ពស់របស់វានេះចារៀងកន្លះម៉ែត្រដែរពុកម៉ែបងប្អូនបើយើងនិយាយពីផ្ទៃចាប់របស់ធុងណាចាដែលមានម៉ូដែលកូដធុង8x17ចាអញ្ចឹងដំណាក់កាលទី1ធុងទី1បើសិនជាក្នុងករណីមែនតែនតាក់ទងលើការដាក់តម្រងច្រោះខាងក្នុងវា best ទៅលើគុណភាពទឹកដើមនេះពុកម៉ែបងប្អូនប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងលក្ខណៈឈុតនេះអត់រើសទឹកទេបងតជាមួយនឹងទឹករត់ក៏បានបងតជាមួយនឹងប្រភពទឹកដងក៏បានទឹកដែលរៀងស៊ីរៀសខ្លាំងតាក់ទងលើចាច្រេះកកក្លិនកបោអញ្ចឹងទៅពុកម៉ែបងប្អូនអញ្ចឹងជា general ខ្ញុំសូមបញ្ជាក់ជូនពុកម៉ែបងប្អូនតាក់ទងលើ general នៃការច្រោះសិនណាពុកម៉ែបងប្អូនអញ្ចឹងធុងទី1ជាទូទៅគេអាចដាក់ជាប្រភេទ MMF ឬក៏ប្រភេទ Anthracite ឬក៏ Sand Filter ដែលមានតួនាទីដកច្រោះទៅលើបញ្ហាកតិកទីកកដែលមាននៅក្នុងប្រភពទឹកដើមចាចេញពីដំណាក់កាលទី1ហើយនៅក្នុងនេះគឺជាលក្ខណៈmanual ចា backwash អញ្ចឹងតាក់ទងលើការថែទាំគឺលក្ខណៈ manual ពុកម៉ែបងប្អូនដូចតែបងបានឃើញអញ្ចឹងអានេះតាក់ទងលើការថែទាំគឺបាននឹងណាអញ្ចឹងចេញពីដំណាក់កាលទី1ចូលទៅដល់ធុងទី2ជាប្រភេទអានេះជាទូទៅ general តែម្ដងគឺអត់បានទេមិនថាបងប្រើជាមួយនឹងទឹករត់មិនថាបងប្រើជាមួយនឹងប្រភពទឹកអណ្ដូងគឺត្រូវតែមាននៅធ្យូងសកម្មឬក៏គេអាចនិយាយពាក្យ technical ចា activated carbon filter ដែលមានតួនាទីសំខាន់នៅក្នុងការច្រោះតាក់ទងទៅលើពពួកក្លិនឬក៏ពពួក organic ដែលវាមាននៅក្នុងទឹកចាចេញពីធុងទី2ហ្នឹងទៅគឺឆ្លងកាត់ដល់ដំណាក់កាលធុងទី3ដែលជាប្រភេទធុង resin ឬក៏ softener tank ចាដែលមានតួនាទីបន្ទន់ទឹក ឬក៏យើងអាចនិយាយបានថា function របស់វាសំខាន់គឺដកច្រោះឬក៏ remove នៅពពួកអេយ៉ុងកាល់ស្យូមហើយនិងម៉ាញ៉េស្យូមដែលមាននៅក្នុងទឹកដែលពុកម៉ែបងប្អូនតែងតែនិយាយថាអូយទឹកដងនៅខាងខ្ញុំកបោខ្លាំងណាស់តើអាចប្រើឈុតនេះបានអត់បានណាពុកម៉ែបងប្អូនកុំបារម្ភគឺពុកម៉ែបងប្អូនអាចតភ្ជាប់ជាមួយនឹងឈុតនេះបានណាពុកម៉ែបងប្អូនចាធុង resin ចាដូចខ្ញុំបញ្ជាក់ជូនខាងដើមសំសាមរីម្ដងទៀតធុង resin គឺជាប្រភេទធុងបន្ទន់ទឹកឬក៏ដកច្រោះនៅពពួក hardness ឬក៏គេហៅថាទឹករ
រឹងទឹករឹងពុកម៉ែបងប្អូនចាអញ្ចឹងគឺត្រូវបានធុងទី3ដែលជាប្រភេទធុងរេស៊ីហ្នឹងច្រោះបានហើយពុកម៉ែបងប្អូនចាញ់ពីធុងទី3នេះពុកម៉ែបងប្អូនមុននឹងចូលទៅដល់ចាប្រព័ន្ធបន្សុទ្ធ RO ឬក៏តួឯកតែម្ដងគឺយើងត្រូវបានឆ្លងកាត់ដំណាក់កាលទី4ដែលជាប្រភេទ micro filter ឬក៏ប្រភេទសលៃច្រោះដែលមានខ្សែច្រោះ1ឬក៏5 micron ទៅតាមគុណភាពទឹកដើមពុកម៉ែបងប្អូនអានេះគឺជាប្រភេទសលៃដែលຂະຫນាតរបស់គេអានេះគេហៅប្រភេទ big blue ពុកម៉ែបងប្អូនចា big blue Prinsember ប្រវែង10អ៊ីងចាពីទឹកកន្លះបើយើងនិយាយពីខ្សែឬក៏ស្បែកបោះ filter ឬក៏ micro ខាងក្នុងចាអញ្ចឹងសលៃតួនាទីរបស់គេសំខាន់ណាស់ដែលដកច្រោះនៅពពួកកតិចកទីកកតូចល្អិតម្ដងទៀតដែលវាអាចឆ្លងកាត់នៅដំណាក់កាលទី1ឬក៏ដំណាក់កាលទី2រួចណាពុកម៉ែបងប្អូនអញ្ចឹងគឺត្រូវដបឆេកម្ដងទៀតចានៅពពួកសលៃនេះឯងដើម្បី make sure ថាទឹកចូលទៅដល់ប្រព័ន្ធបន្សុទ្ធ RO គឺវាគុណភាពទឹកវាអត់ធ្វើឲ្យប្រព័ន្ធបន្សុទ្ធ RO របស់យើងងាយមានបញ្ហាឬក៏ស្ទះចាចេញពីប្រព័ន្ធទី4នេះទៅចាសំទោសដំណាក់កាលទី4នេះទៅទើបទឹកវាអាចឆ្លងកាត់ដល់ប្រព័ន្ធបន្សុទ្ធ RO ឬក៏គេនិយាយថានេះវាជាប្រភេទតួឯកនៅក្នុងឈុតមួយនេះចា RO បើសិនជាពុកម៉ែបងប្អូនសួរថាតាពាក្យពេញបែបណាណ technically RO គឺ reverse osmosis ពុកម៉ែបងប្អូនដែលជាលក្ខណៈប្រភេទម៉ាស៊ីនបន្សុទ្ធទឹកញែកទឹកចូលមួយផ្លូវទឹកចេញពីផ្លូវមានទឹកកក្រិចបង្ហូរចោលផ្សេងវាមានទឹកចម្រោះទៅបរិសុទ្ធផ្សេងអញ្ចឹងទឹកកក្រិចបង្ហូរចោលនឹងមានរហូតទៅដល់ 70% ចាទឹកដែលពុកម៉ែបងប្អូនចម្រោះទៅคล้ายទៅជាទឹកបរិសុទ្ធដែលអាចញ៉ាំទទួលទានបានហ្នឹងគឺមានត្រឹមតែ 25 ទៅ 30% ទេអានេះគឺចាស្តង់ដារនៃប្រព័ន្ធបន្សុទ្ធ RO ណាពុកម៉ែបងប្អូនចាហើយដោយពុកម៉ែបងប្អូននឹងស្រាប់អញ្ចឹងប្រភេទឈុតនេះក្នុង1ម៉ោងគឺអាចផលិតទឹកបានរហូតទៅដល់100លីត្រអញ្ចឹងលក្ខណៈសំខាន់មែនតែនពុកម៉ែបងប្អូនចំណុចនេះបើសិនជាពុកម៉ែបងប្អូនមានបុគ្គលិកច្រើនក៏ដូចជាចង់ដាក់ឲ្យចាសាលារៀនឬក៏មន្ទីរពេទ្យឬក៏ស្ថាប័នដែលមានបុគ្គលិកលើសពី100ទៅ200នាក់ខ្ញុំ highly recommend មែនតែនឲ្យពុកម៉ែបងប្អូនជ្រើសរើសជាប្រភេទម៉ាស៊ីនបន្សុទ្ធមួយនេះឥឡូវពុកម៉ែបងប្អូនមកយល់ពីtechnical នៃការច្រោះទៅលើតម្រងរបស់ RO គឺជាតម្រងក៏ដូចជា membrane មួយដែលចាមានរុនច្រោះក៏ដូចជាខ្សែច្រោះហ្នឹងតូចខ្លាំងមែនតែនចា1 លើ 10000 ម៉ៃក្រុងក្រោយក្បៀសគឺ4ខ្ទង់ដែលអាចដកច្រោះបាននៅពពួករ៉ែសរុបពពួកលោហៈធ្ងន់ក៏ដូចជាពពួកមេរោគបាក់តេរីបានធំជាង95ទៅ 98% ចាអញ្ចឹងហើយដែលពួកយើងតែងតែស្វះស្វែងរកប្រភេទឈុតណាមួយដែលគុណភាពទឹកដែលចេញមកវាឆ្លើយតបទៅតាមស្តង់ដារគុណភាពទឹកញ៉ាំពុកម៉ែបងប្អូនហើយលក្ខណៈពិសេសរបស់ប្រព័ន្ធ RO នេះទៀតសោតចាដូចខ្ញុំបញ្ជាក់ដដែលហើយដដែលទៀតពុកម៉ែបងប្អូនមិនបាច់បារម្ភមិនបាច់ concern ទេទៅលើប្រភពទឹកដើមចាមិនថាប្រភេទទឹកម្ដងមិនថាប្រភេទទឹកស្រះទឹករត់គឺអាចប្រើបានដូចគ្នាណាពុកម៉ែបងប្អូនចង់បើកសាកបើកជាអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារដើម្បីឲ្យមានចំណូលជាប្រចាំថ្ងៃចាឬក៏ផ្គត់ផ្គង់តាមភូមិតាមតំបន់ដែលពុកម៉ែបងប្អូនមិនសូវជាមានមនុស្សច្រើនដែរខ្ញុំ highly recommend សម្រាប់ឈុតមួយនេះដូចគ្នាឈុតមួយនេះពុកម៉ែបងប្អូនសំចាំបន្តិចណានៅក្នុងកញ្ចប់មួយនេះគឺយើងមានធុងស្តុកឬក៏ធុងសម្រាប់ស្តុកទឹកញ៉ាំភ្ជាប់ទៅជាមួយដែរពុកម៉ែបងប្អូនជាប្រភេទ PE ពុកម៉ែបងប្អូនសុំចាំបន្តិចណាអានេះគឺជាប្រភេទធុងស្តុកទឹកដែលយើងភ្ជាប់ទៅជាមួយនៅក្នុងឈុតមួយនេះដែលជាលក្ខណៈ option ណាពុកម៉ែបងប្អូនដូចខ្ញុំដឹងដូចខ្ញុំបញ្ជាក់ជូនពុកម៉ែបងប្អូនស្រាប់ហើយថាអ្វីដែលពុកម៉ែបងប្អូនគួរតែមាននោះគឺមានត្រឹមតែធុងស្តុកទឹកដើមទេចាដើម្បីងាយស្រួលឲ្យប្រព័ន្ធដំណើរការបាន smoothly ល្អចាអញ្ចឹងពុកម៉ែបងប្អូនត្រូវមានសកួរធុងស្តុកអាច 1000 លីត្រ 2000 លីត្រតាមពុកម៉ែបងប្អូនចំណាយអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងចេញពីធុងស្តុកនេះទៅគឺគេមានធុងស្តុកសម្រាប់ញ៉ាំតែម្ដងអញ្ចឹងដូចខ្ញុំជំរាបជូននៅក្នុងធុងស្តុកនេះគឺចំណុះ50លីត្រពុកម៉ែបងប្អូនអាចស្តុកទឹកសកួរឲ្យពុកម៉ែបងប្អូនអាចញ៉ាំបានមិនថាមានបុគ្គលិកច្រើនលើសពី50-60នាក់100នាក់200នាក់កូនសិស្សលើសពី2ឬក៏300នាក់គឺអាចញ៉ាំទទួលទានបានគ្រប់តែម្ដងព្រោះនៅពេលដែលយើងផលិតពេញធុងស្តុកគឺម៉ាស៊ីននេះគឺបិទដំណើរការតែម្ដងនៅពេលដែលកូនសិស្សក៏ដូចជាបុគ្គលិកគាត់មកបង្ហូរញ៉ាំរៀងស្រកពីធុងស្តុកហ្នឹងទៅ
ម៉ាស៊ីនគឺវាដំណើរការ refill បំពេញទៀតហើយពុកម៉ែបងប្អូននៅក្នុងកញ្ចប់នេះពុកម៉ែបងប្អូនពិសេសខ្លាំងមែនតែនពិសេសមែនតែនគឺតម្លៃត្រឹមតែ1000ស្ដើងទេពុកម៉ែបងប្អូនអាចតាក់ទងមកបានណាចាហើយនៅក្នុងកញ្ចប់1000ស្ដើងនេះទៀតសោតគឺពួកយើងមាន free សេវាកម្មដឹកជញ្ជូន25ខេត្តក្រុងណាបើសិនជានៅភ្នំពេញមាន free សេវាកម្មតឡើងចាបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អីបន្ថែមតាក់ទងលើប្រភេទម៉ាស៊ីនមួយនេះពុកម៉ែបងប្អូនអាចធ្វើការតាក់ទងតាមលេខទូរស័ព្ទដែលយើងដាក់នៅខាងក្រោមវីដេអូចាដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែមទៀតតាម Telegram បានណាអរគុណច្រើនពុកម៉ែបងប្អូនជំរាបលា